តោះឥឡូវយើងមើលមួយទៀតតកតងជាមួយនឹង constant acceleration constant acceleration នេះគឺគេសំដៅទៅលើជាមួយនឹងសន្ទុះថេរអញ្ចឹងនៅក្នុងចលនានៃសន្ទុះថេរយើងឃើញថាសមីការចលនាវេគឺ x តេស្មើនឹង xe បូក v xe តេបូក1/2 ax តេការ៉េបើសិនជានៅក្នុងនេះដោយសារតែយើងចហ្នឹងគឺយើងអាចនឹងចទៅតាមទិសដេកនិងទិសឈរអញ្ចឹងនៅក្នុងនេះសមីការគេសេអញ្ចឹងតែឯកសារខ្មែរខ្លះគឺយើងសរសេរជាមួយនឹង x ស្មើជាមួយភាគ2 a តេការ៉េបូក v 0តេបូក x 0ដោយសារយើងសង្កត់ថាទៅតាមតែទិសដេកមួយទេអញ្ចឹងមិនថាយើងបើកបានតឡានទេតែប្រហែលបើចោលវត្ថុឡើងលើបាញ់ក្រភ្លើងឡើងលើឬក៏បាញ់ជាចលនាក្របបាញ់អីហ្នឹងគឺក្នុងលក្ខខណ្ឌផ្សេងតែនៅនេះគឺចែងទៅតាមជាមួយនឹងបណ្ដោយអមួយអញ្ចឹងបើបណ្ដោយ ax គឺតាំងជាមួយនឹង x eហ្នឹងដូច x 0អញ្ចឹង e ហ្នឹងគឺជាចម្ងាយចរដើម vxe បានន័យថាល្បឿនដើមទៅតាម ax ហើយជាមួយនឹង ax បានន័យថាសន្ទុះទៅតាម ax ឬបានន័យថាជាសមីការទាំងអស់នេះគឺទៅតាមបណ្ដោយនៃ a up c ទាំងអស់ចឹងយើងតាហ្នឹងគឺតាំងអត់អីខុសគ្នាប្រហែលទេចឹងយើងទៅមើលជាមួយនឹងសមីការរបស់វាដូចគ្នាដែរគឺយើងឃើញថាក្នុងនេះគឺសមីការរបស់គេគឺឃើញថាក្រាបរបស់វាគឺចេញមកពី xe xe បានន័យថាចម្ងាយចរដើមឧទាហរណ៍ថាអ្នក A និងអ្នក B ឡាត់គ្នាទៅដើរលេងនៅកំពង់សោមទៅប៉ុន្តែផ្ទះអ្នក A និងផ្ទះអ្នក B ផ្សេងគ្នាអញ្ចឹងផ្ទះអ្នក A ហ្នឹងត្រូវទៅដេកនៅផ្ទះអ្នក E ហ្នឹងសិនបានថាឡើងឡានក្រុងទៅមួយគ្នាតទៅទៀតចឹងបានថាអ្នក A ហ្នឹងគឺត្រូវមានចម្ងាយចរដើមហើយបានថាចាប់ដើមដំណើរជាមួយគ្នាអញ្ចឹងត្រូវមានជាមួយនឹង xe xe ចម្ងាយចរដើមដូច x 0ដែរយើងឃើញថាសមីការវានៅក្នុងសមីការចលនាគឺ x តេស្មើជាមួយនឹង x e បូក v x e តេបូក 1/2 a x តេការ៉េហ្នឹងគឺជាសមីការមួយដែលមានលក្ខខណ្ឌជាខ្សែកោងដោយសារវាជាសមីការដឺក្រេទី2ហេតុអីក៏ដឺក្រេទី2ដោយសារ x ជាអញ្ញត្តហើយតេក៏ជាអញ្ញត្តដែរពួកយើងឃើញក្រាបរបស់យើងក្រាបចូលគឺ x តេហើយក្រាបដេកគឺតេជារយៈពេលតែជាមួយនឹងសមីការល្បឿនសមីការល្បឿនយើងឃើញថា vx តេស្មើនឹង vxe បូក ax តេហេតុអីក៏វាជាបន្ទាត់ព្រោះវាជាសមីការមួយដែលមានតា degree ទី1ឯងដូចជាមួយនឹងទម្រង់ដែលយើងរៀននៅថ្នាក់ទី10គឺ y ស្មើ ax បូក b នៅក្នុងសមីការបន្ទាត់គឺ degree ទី1អញ្ចឹងរៀងវាគឺ slope របស់វាហ្នឹងគឺ slope ជាបន្ទាត់ប៉ុន្តែបន្ទាត់វាគឺការកើនរវាងល្បឿនជាមួយនឹងរយៈពេលជាអនុគមមួយគ្នាដែរអញ្ចឹងយើងមើលបន្តទៅទៀតនៅក្នុងនេះយើងឃើញថាបើសិនជាយើងដើរទៅឃើញថាវាទៅ slope នៃក្រាបបែបនេះចុះហេតុអីក៏ទៅជាសមីការនៅក្នុងល្បឿនគឺជាសមីការបន្ទាត់តែបន្ទាត់បោះឡើងលើតពេលជាមួយនឹងសន្ទុះគឺឃើញថាសន្ទុះរបស់វាគឺ ax តេស្មើ ax អញ្ចឹងបានថា2ស្មើ2 3ស្មើ3 4ស្មើ4អញ្ចឹងនៅក្នុងនេះសន្ទុះគឺអត់មានជាមួយនឹងប៉ារ៉ាម៉ែត្រនៃអញ្ញត្តមកខាងទៀតទេព្រោះវាស្មើជាតម្លៃលេខអញ្ចឹងវាត្រូវតែមានតែជាមួយនឹងលក្ខខណ្ឌនៃបន្ទាត់ត្រង់តែក្នុងលក្ខខណ្ឌដេកអញ្ចឹងគឺយើងឃើញថាក្នុងនេះគឺជាការចែកគ្នារវាងជាមួយនឹងក្រាបចម្ងាយចរធៀបនឹងរយៈពេលក្រាបល្បឿនធៀបមួយនឹងរយៈពេលហើយជាមួយនឹងក្រាបសន្ទុះធៀបនឹងរយៈពេលក្នុងលក្ខខណ្ឌនៃសន្ទុះថេរតែយើងមកសិក្សាទៅក្នុងលក្ខខណ្ឌ slope ឥឡូវយើងទៅមើលមួយសារទៀតយើងទៅមើល next នៅនេះ next នៅនេះយើងឃើញថានេះបើសិនជាយើងគិតជាផ្ទៃនៅក្នុងផ្ទៃសន្ទុះគឺវាចរបានបែបនេះក្នុងការរកផ្ទៃខាងក្រោមក្រាបបើសិនជាយើងទៅរកជាមួយនឹងផ្ទៃក្រោមក្រាបរវាងល្បឿនជាមួយនឹងរយៈពេលគឺបានបែបនេះជាមួយនឹងលក្ខខណ្ឌនៅក្នុងការរកតកតងជាមួយនឹងលក្ខខណ្ឌនៃការរករបស់យើងតកតងជាមួយនឹងសមីការរបស់យើងតែយើងឃើញថាសមីការរបស់យើងនេះគឺ x តេស្មើនឹង xe បូក v xe តេហើយបូកជាមួយនឹង1/2 base គុណនឹង 2 base គុណ 2 ហ្នឹងបានបានគុណនឹងកម្ពស់នៅក្នុងនេះដែរអញ្ចឹងគឺជាសមីការរបស់យើងគឺ1/2តេគុណជាមួយនឹង ax តេក្នុងសមីការ x តេហើយ v តេគឺស្មើនឹង v xe បូក ax x តេក្នុងនេះយើងឃើញថា
ក្រាបរបស់យើងនេះស្រដៀងគ្នាជាមួយនឹងថ្នាក់ទី12ដែរដែលនៅស្ថិតនៅក្នុងមេរៀនច្បាប់ទី1 thermodynamic ដែលក្រាបទី1នឹងស្រដៀងជាមួយនឹងលំនាំ E isobar ហើយនឹងក្រាបទី2នេះស្រដៀងជាមួយនឹងករណីសម្ពាធនិងមានប្រែប្រួលស្មើហើយនឹងក្រាបទី3នេះស្រដៀងជាមួយនឹងករណីលំនាំ isotherm ឬក៏ adiabatic ដែរចានេះវាជា base ចេញមកពី mechanic ហើយយើងចូលទៅក្នុងលក្ខខណ្ឌនៃកម្ដៅអញ្ចឹងវាមិនមែនជាបញ្ហាទេអញ្ចឹងនេះជាការបញ្យល់ក្នុងលក្ខខណ្ឌនៃសន្ទុះថេរចលនាដែលមានសន្ទុះថេរហើយនឹងការគូសក្រាបនីមួយៗដែលត្រូវជាមួយនឹងថ្នាក់ទី10ថ្មីទី8និងទី11ក្នុងការសិក្សានៃចលនាផ្សេងៗ